ធ្លាប់ទៅនៅស្រុកខ្មែរឃ្លាននឹកឃើញចង់ញ៉ាំអីក៏ហ្មងតែមកឆ្វាច់ដល់មុខផ្ទះសំខាន់តម្លៃសមរម្យហើយរសជាតិឆ្ងាញ់ទៀតដល់មកដល់នេះចាចង់ញ៉ាំអីមួយគឺត្រូវធ្វើខ្លួនឯងទាំងអស់តែហ្មងត្រូវជិះទៅទិញចំណាយពេលគួរសមដែរហើយនៅមកតែវិញរៀបចំធ្វើទៀតចាគឺថាតរំបានញ៉ាំមកពិតជាសប្បាយមែនតាហើយចេះតែថតទុកទៅណាព្រោះម្ហូបខ្លះថតជាលើកទី1ហើយក៏ជាលើកចុងក្រោយដែរដែលសារអត់ឆ្ងាញ់ប៉ុន្តែម្ហូបនេះគឺថាអាចទទួលយកបានមានអារម្មណ៍ថាវាជោគជ័យរសជាតិទឹកស៊ុបតាប៉ែហ្នឹងគឺដូចគេធ្វើលក់បែបបិទហ្មងសង្ស័យថាទិញដុំស៊ឺឈွန်ត្រូវហើយមើលទៅយកទូរស័ព្ទស្វាមីថតខ្លះថាបាន footage POV អីអញ្ចឹងតែមានណាអត់បាន AirDrop អញ្ចឹងអត់មានអីដាក់ចូលដែរនិយាយពីប្រភេទតាហ៊ូវិញខ្ញុំដាក់មាន2មុខអា firm ហើយនិង extra firm សម្រាប់ខ្ញុំអា firm គឺល្មមញ៉ាំឆ្ងាញ់អា extra firm ពេលយើងកំពុងទៅវាបានស្រួយរឹងហើយអត់សូវសម្បូរទឹកមែនប៉ុន្តែវាស្វិតហ្មងពេលតាពីរៀងពិបាកបន្តិចតែអាស្រ័យលើចំណង់ចំណូលចិត្តទេដោយសារខ្ញុំអត់សូវសម្បូរថ្មិញផងយូរបានធ្វើញ៉ាំម្ដងចេះគឺថាជាតិខ្លាំងមែនតើតែបើឲ្យញ៉ាំពីរថ្ងៃជាប់គ្នាគឺមានជាការទលាន់និយាយទៅម្នាក់នេះរើសម្ហូបហ្មងចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណជួបគ្នាវីដេអូក្រោយបាយ